រដូវតលងក៏វាមកដល់ហើយបន្ទាប់ពីរួចស្រែហើយងាកមកសង្គ្រាមក៏ការចំនួនវិវាទព្រំដែនក៏មិនទាន់ចប់បងប្អូនតាមមើលទៅប្រហែលជាមិនចប់ទេមិនងាយចប់ទេមើលទៅព្រោះអាស៊ានផងដូណាល់ត្រាំផងហើយកាលទី24ថាមេតបទាំងពីរជួបគ្នាតែមិនស្ងាត់ទេបងប្អូនថ្ងៃមិញក៏លឺផ្ទុះទៀតអត់ស្ងាត់ទេមើលទៅចឹងដល់ពេលអត់ស្ងាត់ចឹងក៏យើងមិនរងចាំយូរទេយើងត្រូវតែតដកតលងគ្រោះតលងហើយខ្ទេចបើយើងរងចាំថាទល់តែវាស្ងប់ស្ងាត់បានតដកតលងគឺมันបានទេបងប្អូនគឺដាច់កពីហើយចឹងយើងមានតែទៅគ្រោះទៅដកតលងហើយសំណុកថាបើមានបញ្ហាអីយើងត្រូវតាណាទៀតយើងមានប្រាក់ខ្លះចឹងណាបងប្អូនចឹងយើងត្រូវតែមានការបំរុងទុកជាចាំបាច់យើងអត់មានរំពឹងអីទេបងប្អូនព្រោះយើងអាចថាសង្គ្រាមការឈ្លានពានរបស់ថៃមកកម្ពុជាហ្នឹងគឺមិនងាយទេបងប្អូនគឺគ្រប់កន្លែងទាំងអស់ហ្នឹងហើយយើងព័ត៌មានយើងបានឃើញហើយការថៃឈ្លានពានចូលដល់ណាដល់ណីណាបងប្អូនវាចូលមកច្រើនណាជិត100គីឡូដីហើយនឹងមានហៅថាវាចំនួនទេនឹងហៅថាការឈ្លានពានបងឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជាយើងប៉ុន្តែថាណិតបងប្អូនតាមព្រំដែនដែលជាប់មែនទែនហើយក៏ពួកតាហ៊ាននឹងវាចូលដល់វាបាញ់ផ្ទះជាវរដ្ឋចូលទៀតបាញ់កំទេចចូលក៏ទៅនឹងឈ្លានពានឲ្យព្រៃផ្សៃទេចពួកហ្នឹងព្រៃផ្សៃបាញ់ផ្ទះខ្លះហ្នឹងបងប្អូនស្អាតផ្ទះវិឡាផ្ទះអីហ្នឹងទៅកំទេចចោលអស់ទៅកំណត់ពួកវាគឺសម្ដានចោលការឈ្លានពានមកទៅប្រទេសកម្ពុជាហ្នឹងគឺចោលមែនបងប្អូនហ្នឹងហើយសម្ដានចោលសម្ដានថោកទាបណាជាប្រវត្តិក៏បាញ់ចោលសពបែបយ៉ាងសាលារៀនវត្តអារាមអីយើងឃើញហើយទម្លាក់ក្របទៅលើអីដាក់សពទីកន្លែងអស់ហើយបងប្អូនហើយងាកមកយើងទៅវិញគឺតឡងគឺយើងបានរឹសបានដកបានគ្រឹះរួចមួយចំនួនយើងត្រូវការលេះវាដើម្បីយកម៉ាស៊ីនមកច្រាំហើយយើងក៏បានគេច្រាំពេលល្ងាចនេះគឺថ្ងៃរៀបលេខពណ៌ផ្ទៃមេឃក៏វាស្រស់ស្អាតបែបធម្មជាតិស្រុកព្រៃបងប្អូនមួយយ៉ាងដែរហើយក្តៅវាមិនក្តៅណាទេបងប្អូនវាតែជាមកល្មមទេនៅពេលល្ងាចយើងរឹសតឡងកិនជាមិនមែនចង្ការខ្ញុំចង្ការអ៊ំទេបងប្អូនធ្វើសិនចាហើយចង្ការនេះតែបានប៉ះអីទេព្រោះយើងធ្វើចង្ការអ៊ំសិនណាហើយក៏វីដេអូមានតែប៉ុណ្្នឹងឯងបងប្អូន